สมัยสัมพุทธกัสสปะกุศลពលនឹងសកលុទេយីនឹងបួសជាភិក្ខុណាហើយក្នុងកាលនោះមានភិក្ខុជាសព្រាមចារីជាមិត្តសម្លាញ់នឹងឯងនឿយណាយនឹងព្រមចរិយធម៌នឹងលោកចង់សឹកប្រាប់ទៅភិក្ខុជាសម្លាញ់នឹងថាខ្ញុំមិនណាចង់សឹកនឹងលោកឯនោះដោយមានលោកភៈចាប់ចម្ពាក់នឹងជីវរនឹងបាតនឹកឃើញថាបើភិក្ខុជាសម្លាញ់នឹងសឹកទៅអញបានជីវរបានបាតនេះលោកភៈវាកើតឡើងអញ្ចឹងណាអញ្ចឹងទៅក៏និយាយបន្ថែមបណ្ដោយទៅថាសើអំពីការនៅគ្រប់គ្រងផ្ទះដោយប្រការផ្សេងយ៉ាងនេះទៅនោះអញ្ចឹងទៅភិក្ខុនឹងលោកក៏សឹកទៅបានជីវរបានបាតអីហ្នឹងអញ្ចឹងក៏មានពីវេរារហូតមកដល់បានជួបនឹងព្រះសម្មាសម្ពុទ្ធដល់កំតែមានពីវេរាហ្នឹងលោកត្រូវបានបួសហើយណាហ្នឹងដល់វាមានអន្តរាយកើតឡើងអញ្ចឹងប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបណាព្រះអង្គមិនបានស្ថាបនាភិក្ខុណាឲ្យជាកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមេត្តាវិហារីនៅដោយមេត្តាគឺអត់មានស្ថាបនាភិក្ខុអង្គណាទេណាដោយព្រះអង្គទ្រង់ជ្រាបថាសកលុទេយីនេះតទៅអនាគតនឹងបានបួសជាភិក្ខុក្នុងរជ្ជកាលនៃព្រះបាទធម្មមាសោកមានតែនាមថាអសកតថេរៈលោកនៅក្នុងព្រៃមានមេត្តាសព្វផ្សាយទៅសំបីតែសត្វដែលនៅជុំវិញខ្លួនលោកហ្នឹងប្រមាណជាមួយយោជុំវិញអីហ្នឹងអត់បៀតបៀនគ្នាទេសត្វខ្លាសត្វអីអត់មានបៀតបៀនខំរឹកខំអីទេគឺដោយអំណាចមេត្តានុភាពរបស់ព្រះអសកតថេរៈណាព្រះសកតថេរៈនឹងឯងគឺសកលុទេយីនេះនឹងដល់អស់កម្មពីវេរាទៅព្រះអង្គបរិនិព្វានទៅបានជាង200ឆ្នាំហ្នឹងបានកើតនៅក្នុងចម្ពោះទ្វីបកដែលនឹងឯងហើយបានបួសបានជាព្រះរហន្តកម្ពូលខាងមេត្តាណាចឹងហ្នឹងហើយនៅក្នុងព្រះអត្តកថាចូលសកលុទេយីសូត្រហ្នឹងនៅក្នុងសូត្រនេះមានសម្ដែងត្រង់តាក់ទងពីរឿងមួយដែលសកលុទេយីនឹងមិនអាចដើម្បីនឹងឃើញអ្វីទេសំបីតែពួកបិសាចលេងធូលីដីបិសាចតែប្រឡាក់ដោយធូលីដីហ្នឹងក៏មិនអាចឃើញផងបាននោះបានព្រះអត្តកថាហ្នឹងបញ្យល់ពីពាក្យថាពួកបិសាចឬពួកយៈពួកប្រែតដែលកើតក្នុងទីស្មោកគ្រោកនោះនឹងបានសម្ដែងព្រះអត្តកថាហ្នឹងសម្ដែងអំពីក្នុងទីក្រុងអនុរាធៈហ្នឹងក្នុងអនុរាធៈហ្នឹងដែលធោបារាមនឹងឯងមានព្រះសង្ឃលោកគង់នៅនោះក្នុងកាលនោះមានយៈហ្នឹងគឺកើតនៅក្នុងកំណើតដែលស្មោកគ្រោកស្វែងរករបស់ស្មោកគ្រោកបរិភោគហើយបានទុកកូន2នាក់នៅនឹងខ្លោងទ្វារវត្តធោបារាមហ្នឹងណាហើយខ្លួនឯងចូលទៅក្នុងក្រុងស្វែងរកចំណីអាហារសោយម៉ងស្មោកគ្រោកផ្សេងៗដើម្បីបរិភោគហើយនឹងយកមកឲ្យកូនទាំង2នាក់នៅនឹងខ្លោងទ្វារវត្តធោបារាមហើយបានព្រះថេរៈលោកនិមន្តចេញពីវត្តហ្នឹងមកកូនអមនុស្សនឹងឯងផ្ដាំឲ្យលោកនឹងឯងប្រាប់ម្ដាយឲ្យឆាប់មកបានអីក៏ឆាប់យកមកព្រោះកូននៅនេះឃ្លានណាស់បានព្រះថេរៈលោកថាឲ្យអាត្មាមើលម្ដាយអ្នកឯងឃើញយ៉ាងម៉េចទៅបានកូនអមនុស្សនឹងហុចរឹសថ្នាំដែលលោកទទួលយកមកអាចឃើញអមនុស្សលោកចូលទៅក្នុងក្រុងលោកឃើញអមនុស្សច្រើនពាន់ណាទេនៅក្នុងហ្នឹងកំពុងតែដើរតាមផ្លូវច្រកលហកក្នុងទីស្មោកគ្រោកដើម្បីស្វែងរកអាហារសៅម៉ងបរិភោគហ្នឹងក៏បានឃើញម្ដាយនឹងឯងតាមលក្ខណៈដែលកូននឹងបានប្រាប់ហើយក៏បានប្រាប់ទៅថាកូនផ្ដាំឲ្យឆាប់ទៅកូននឹងឃ្លានខ្លាំងណាស់ក្តៅក្រហាយក្នុងពោះហើយអមនុស្សយៈហ្នឹងក៏បានសួរមកថាលោកម្ចាស់ធ្វើម៉េចបានឃើញខ្ញុំមិនណា
បានថាកូនអ្នកឯងឲ្យរឹសថ្នាំនឹងមកគ្រាន់តែបង្ហាញទៅហ្នឹងវាហ្នឹងក៏ខ្វាយកពីដៃប្រធេរៈទៅវិញទៅលោកក៏ឈប់បានឃើញទៅណាហ្នឹងរឿងរ៉ាវដែលសម្ដែងនៅក្នុងព្រះអត្តកថាចូលសកលឧទាយសោតហ្នឹងតកតងនឹងធូបារាមហ្នឹងធូបារាមដែលសម្ដែងពីសម័យហ្នឹងមានបញ្ចុះព្រះធាតុសំខាន់ណាឆ្អឹងដងកំបិតខាងស្ដាំរបស់ព្រះរាមាភិក្ខដែលសមណៈសាមណេរហ្នឹងបាននិមន្តដោយរិទ្ធទៅយកអំពីឋានតើបតឹងមកចឹងសុំពីព្រះឥន្ទយកមកបញ្ចុះមុននឹងបញ្ចុះបានសម្ដែងបរិហាតាមការដែលព្រះអង្គទ្រង់អធិដ្ឋានទុកមុននឹងព្រះអង្គបរិនិព្វានណាពីព្រោះព្រះសម្មាសម្ពុទ្ធ3អង្គមុនគឺបកកុសន្ធោប្រកោណាគមនោប្រកាសបៈហ្នឹងសត្វមានគ្រឿងដែលហៅថាជាបរិភោគចែកដីនោះអ្វីៗដែលព្រះអង្គបានប្រើប្រាស់បកកុសន្ធោអង្គបានប្រទាននៅបឋមក្របានកសាងបច្ចេកដីកន្លែងធូបារាមនឹងប្រកោណាគមនោព្រះអង្គប្រទានវត្តពន្ធចង្កេះហើយប្រកាសបៈប្រទាននៅឧតកសាដកសម្រាប់ស្រង់ទឹកនោះបានកសាងបច្ចេកដីកន្លែងធូបារាមនឹងណាព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គស្ដេចយាងទៅលើកទី3ព្រះអង្គគង់ចូលនិរោធសមាបត្តិកន្លែងដាំពោធិព្រឹក្សកន្លែងធូបារាមកន្លែងមហាចេតិយកន្លែងព្រះសធោបកាយានីប៉ុន្តែព្រះអង្គមិនបានប្រទានអ្វីក្នុងសម័យហ្នឹងទេដល់អញ្ចឹងបានព្រះអង្គអធិដ្ឋានឲ្យប្រធានសំខាន់របស់ព្រះអង្គនឹងឯងបានបដិស្ថាននៅក្នុងធូបារាមនឹងឯងហើយមុននឹងបដិស្ថានបានសម្ដែងនៅបរិហានឹងនៅធូបារាមហ្នឹងនៅព្រះសធូបនៅមានដល់សប្តាហ៍ថ្ងៃទៀតណាព្រះសធូបហ្នឹងនៅសប្តាហ៍ថ្ងៃហ្នឹងពុទ្ធបរិស័ទទៅមិនរួចពីកន្លែងហ្នឹងទេមិនបានទៅកន្លែងអីផ្សេងគ្រាន់តែជាការទស្សនាធម្មតាអីមិនជាសំខាន់អីមិនបានទៅមែនតែកន្លែងធូបារាមហ្នឹងសំខាន់ណាស់អ្នកដឹកនាំគឺត្រូវស្គាល់កន្លែងហ្នឹងច្បាស់ហ្នឹងមានទីលានជុំវិញសម្រាប់បតិសិនណាខ្ញុំកណ្ដាលសម្បត្តិក៏បានបតិសិនផងដែរបតិសិនជុំវិញធូបារាមហ្នឹងណាហើយនៅពីខាងមុខព្រះសធូបហ្នឹងក៏មានការកសាងជាកន្លែងមួយហើយមានព្រះពុទ្ធបដិមាមួយអង្គផងកសាងសម័យក្រោយមកដាក់នៅទីខាងមុខធូបារាមហ្នឹងណាធូបារាមហ្នឹងនៅអំពីខាងជើងព្រះពោធិព្រឹក្សទៀតណាពោធិព្រឹក្សហ្នឹងនៅក្នុងមេឃវ័នដែលជាសួនឧទ្យានរបស់ព្រះរាជាប្របាទទេវាណាំវិយតេសៈហ្នឹងនៅក្នុងឧទ្យានហ្នឹងធូបារាមក៏នៅក្នុងឧទ្យានមេឃវ័នហ្នឹងដែរមិនឆ្ងាយអំពីកន្លែងព្រះពោធិព្រឹក្សទេនៅព្រះពោធិព្រឹក្សហ្នឹងទៅពីខាងជើងជាងខាងកើតឥសានព្រះពោធិព្រឹក្សប្រមាណជា80 ម៉ែត្រទេមិនជាឆ្ងាយទេនៅក្បែរហ្នឹងទេនឹងមានប្រាសាទចាស់មួយសល់តែសសរទេគឺលោហៈប្រាសាទចឹងណាលោហៈប្រាសាទគឺប្រាសាទហ្នឹងក៏សាងពីលោហៈណានឹងដែលកសាងហ្នឹងគឺព្រះបាទទុដ្ឋគាមនីអភ័យចៅរបស់ព្រះបាទទេវាណាំវិយតេសៈកសាងលោហៈប្រាសាទហ្នឹងថ្វាយដល់ព្រះភិក្ខុសង្ឃគង់នៅផងដែរជាមហាវិហារទៀតក្នុងលោហៈប្រាសាទប៉ុន្តែសប្តាហ៍នៅសល់តែសសរទេតាមប្រវត្តិសាស្ត្រថាសសរហ្នឹងអរិតអរិយកប់ក្នុងដីដួលរនោករណែលពេញតែនឹងឯងប៉ុន្តែក្រោយមកគេបានលើកពីឈោទៅនៅសល់តែសសរហ្នឹងទេលោហៈប្រាសាទហ្នឹងណាលោហៈប្រាសាទសម័យពុទ្ធកាលគឺប្រាសាទរបស់ឧបាសិកាវិសាខានៅវត្តជាតិនៅក្នុងក្រុងសាវត្ថីនៅពីខាងកើតក្រុងសាវត្ថីហ្នឹងក្នុងសាវត្ថីមានវត្តចេតពុនហើយនឹងពុកពារាមហ្នឹងពុកពារាមគឺលោហៈប្រាសាទក៏សាងពីលោហៈពីរជាន់មាន1000បន្ទប់ទេ
ប៉ុនបន្ទុកសម្រាប់ព្រះសង្ឃលោកកងនៅប៉ុន្តែវត្តពុពារាមនឹងអត់មានសល់សំណល់អីទេគ្រាន់តែថានៅកន្លែងហ្នឹងជាកន្លែងពុពារាមតែសំណល់អីអត់មាននៅសល់មកពីស្ទឹងអចិរវត្តីហ្នឹងហូរកាត់ក្រុងសាវត្ថីចឹងដល់ពេលមួយនោះស្ទឹងអចិរវត្តីហ្នឹងវាជន់ខ្លាំងហូរកាត់វត្តពុពារាមហ្នឹងហូរកាត់នាំយកស្អីទៅអស់អត់មាននៅសល់ស្អីទេតែលោហៈប្រាសាទនៅអនុរាធបុរៈហ្នឹងមាននៅសល់សសរណាហ្នឹងហើយក្នុងពុទ្ធសករាជ956ប្រពុតរិនិព្វានទៅ956ឆ្នាំណាហ្នឹងលោហៈប្រាសាទហ្នឹងឯងព្រះពុទ្ធខោសាចារ្យបានទៅប្រែគម្ពីរបត្រៃបិដកអំពីសីហលៈភាសានេះមកជាមគ្គភាសាដោយភាសាយើងដែលរៀនសប្តាហ៍ជាមគ្គភាសាភាសាបាលីណាហ្នឹងគឺព្រះពុទ្ធខោសាចារ្យដែលទៅប្រែពីសីហលៈភាសាមកជាមគ្គភាសាហ្នឹងនៅលោហៈប្រាសាទហ្នឹងកាលហ្នឹងប្រាសាទហ្នឹងមិនទាន់បាក់បែកអីទេណាមានការធ្វើចាត់ទុកជាពិធីមួយសំខាន់ណាស់ក្នុងស្រីលង្កាហ្នឹងចាត់ទុកថាជាសង្កេយនាទី6ទៀតណាចាត់ទុកជាសង្កេយនាទី6ព្រោះសង្កេយនាទី5គឺបានចរិតអក្សរជាសីហលៈភាសាហ្នឹងដាក់ក្នុងសត្រាស្លឹករឹតហើយដល់មកប្រែពីសីហលៈភាសាមកជាមគ្គភាសានេះដោយព្រះពុទ្ធខោសាចារ្យរួបរวมនឹងភិក្ខុសង្ឃនៅក្នុងអនុរាធបុរៈនឹងឯងបានប្រែមកជាមគ្គភាសាអ្នកគួរមគ្គនៅចម្ពោះទ្វីបណាហ្នឹងការងារហ្នឹងសំខាន់ណាស់ទេសរីលង្កាចាត់ថាជាឆដ្ឋសង្កេយនីទី6ណាហើយនៅពីខាងជើងប្រពោធិព្រឹកហើយនឹងលោហៈប្រាសាទហ្នឹងប្រមាណកន្លះគីឡូប៉ុណ្ណឹងទេគឺសវណ្ណមេលកៈចេតិយណាហើយបានទៅពីខាងជើងសវណ្ណមេលកៈចេតិយហ្នឹងទៅបានធោបារាមខាងជើងហ្នឹងប្រហែល400ម៉ែត្រទេប៉ុណ្ណឹងទេមើលពីធោបារាមមកសវណ្ណមេលកៈចេតិយហ្នឹងឃើញច្បាស់ហើយនៅពេលហ្នឹងពេលយប់ផងគេសម្ងាយគេដាក់ភ្លើងមើលពីធោបារាមមកសវណ្ណមេលកៈចេតិយហ្នឹងស្អាតណាស់មើលទៅអត់ឃើញភ្លើងចាំងទេឃើញតួបច្ចេកដីនឹងឯងដូចជាដុំភ្លើងមួយព្រោះសវណ្ណមេលកៈចេតិយនឹងធំជាងគេបច្ចេកដីនឹងធំជាងគេទាំងកម្ពស់120ហត្ថណាធំជាងគេក្នុងលង្កាហ្នឹងក្នុងស្រីលង្កាហ្នឹងចេតិយនឹងធំជាងគេប្របាទទុដ្ឋគមនីអភ័យហ្នឹងក៏សាងបាទទុដ្ឋគមនីអភ័យហ្នឹងក៏សាងលោហៈប្រាសាទហ្នឹងផងក៏សាងសវណ្ណមេលកៈចេតិយហ្នឹងផងទាំងណាបាទទុដ្ឋគមនីអភ័យហ្នឹងត្រូវជាចៅរបស់ព្រះបាទទេវានមយទេសៈបាទទេវានមយទេសៈចាប់ឡើងទ្រង់រាជហ្នឹងមិនបានប្រមាណផងជួបព្រះមហិន្ទថេរៈហ្នឹងក្នុងពុទ្ធសករាជ236ហ្នឹងហើយសោយរាជបាន40ឆ្នាំបានសោយពីបង្គត់ទៅណាព្រះបាទទេវានមយទេសៈហ្នឹងទៅបដិសន្ធិក្នុងឋានតើវតឹងទៀតព្រោះលោកបានទំនុកម្រងក្នុងសង្កេយនាទី4ក្នុងសង្កេយនារាប់ពីចម្ពោះទ្វីបប្រទេសឥណ្ឌាហ្នឹងទៅ3ដងហើយស្រីលង្កាហ្នឹងចាត់ជាសង្កេយនាទី1ប៉ុន្តែបើរាប់គួរពីប្រទេសឥណ្ឌាហ្នឹងទៅផងទៅជាទី4ទំនុកម្រងសង្កេយនាហ្នឹងធ្វើយូរហ្នឹង10ខែណាសង្កេយនានៅធោបារាមហ្នឹងជាកន្លែងសង្កេយនាទី4មានព្រះមហិន្ទថេរៈសាកសួរព្រះរថៈហ្នឹងលោកជាព្រះអរហន្តនៅនឹងអ្នកស្រុកលង្កាហ្នឹងព្រះមហិន្ទលោកនិមន្តពីឥណ្ឌាទៅព្រះរថៈលោកអ្នកឆ្លើយបត្រៃបិដកហ្នឹងណាហើយព្រះទេវានមយទេសៈហ្នឹងលោកអ្នកទំនុកបំរុងព្រះភិក្ខុសង្ឃព្រះអរហន្តច្រើនណាចឹងណាច្រើនណាស់ហើយព្រះជាលោកសោយរាជបាន40ឆ្នាំគិតទៅ236មក40ឃើញម៉ាន276មិនអញ្ចឹងទេណា276ហ្នឹងណា
នឹងចាំជួយបូកមើល236សោយរេចបាន40ទៅជា276សោយទីបង្គាត់ទៅកើតនៅក្នុងឋានតាវតិនមានព្រះរាជាសោយរាជតមកមានពួកថ្មេដណ្ដើមរាជសោយខ្លះរហូតមក96ឆ្នាំហ្នឹងបន្ទាប់ពីព្រះរាជាសោយទីបង្គាត់ទៅណាចឹងបាន96ឆ្នាំហ្នឹងបានត្រូវចៅតំណវងហ្នឹងត្រូវជាចៅគឺបាទទុដ្ឋគមនីអភ័យនឹងឯងដណ្ដើមពីពួកថ្មេបានគ្រប់គ្រងសោយរាជហ្នឹងនៅសម័យកាលដែលប្របាទទុដ្ឋគមនីអភ័យសោយរាជនឹងឯងប្របាទទេវេនមយៈទេសៈដែលកើតជាទេវបុត្រនៅឋានតាវតិននឹងឯងបង្អោនចិត្តដើម្បីមកកើតជាមនុស្សដោយកម្លាំងនៃបុណ្យមានទេនឹកបង្អោនចិត្តដើម្បីកើតមកជាមនុស្សប្រាថ្នាបួសក៏នៅទេវលោកបួសអត់បានតែអញ្ចឹងទៅចុតិពីទេវលោកទៅនៅតាវតិនបានតែ96ឆ្នាំទេចុតិពីតាវតិនមកកើតនៅកោះលង្កានឹងឯងកើតជាកូនសិទ្ធិបានអាយុ7ឆ្នាំបួសចេញមកបួសហើយក៏បានជាព្រះអរហន្តព្រះនិព្វានហ្នឹងណាបាទទេវេនមយៈទេសៈហ្នឹងព្រះនិព្វានណាក្នុងសម័យប្របាទទុដ្ឋគមនីអភ័យជាចៅដែលក្លែងគ្រប់គ្រងរាជហ្នឹងប្របាទទុដ្ឋគមនីអភ័យហ្នឹងសោយរាជបាន24ឆ្នាំទៀតណានឹងបូកមើលទៅណា236បូកនឹង40បូកនឹង96បូកនឹង24នឹងសវណ្ណមេលកៈចេតិយហ្នឹងកសាងចិត្តរួចហ្នឹងប្របាទទុដ្ឋគមនីអភ័យសោយទីវង្គតហ្នឹងសវណ្ណមេលកៈចេតិយហ្នឹងចិត្តរួចហ្នឹងមានរូបថតណាទៀតណាថតមកប្រឌិតអីមានរូបក្នុងវីដេអូអីក៏មានដែរបច្ចេកទេសហ្នឹងនៅរហូតដល់សប្តាហ៍ថ្ងៃណាបញ្ចុះព្រះសិរីរិកធាតុចំណែកទី8ទៀតក្នុងពេលដែលសូនព្រាមចែកព្រះសិរីរិកធាតុហ្នឹងមិន8ចំណែកណាដែលយើងស្ដាប់ស្ដាប់មកហើយហ្នឹង8ចំណែកទី8ហ្នឹងត្រូវបានទៅរៀនមកក្រៀម2នាលហើយក្នុងព្រះសធោបដែលបញ្ចុះព្រះសិរីរិកធាតុនៅរៀនមកក្រៀមហ្នឹងណាទឹកនឹងបានបន្សាប់ទៅចែកដីហ្នឹងវារលំរលើងទៅណាក្រោយមកហ្នឹងរលំរលើងទៅត្រូវប្រធាតុហ្នឹងធ្លាក់ចូលទៅក្នុងសមុទ្រចឹងចូលទៅក្នុងសមុទ្រពួកនេបញ្ចេកនេនាំយកទៅទុកនៅក្នុងឋានពិភពនេទុកក្នុងឋានពិភពនេដូចជានៅឋានពិភពនេប្រយ័ត្នដីខាងរៀនមកគ្រៀមហ្នឹងនេះយកទៅដល់ពេលកសាងសវណ្ណមេលកៈចេតិយនេះឯងក្នុងកាលនោះព្រះអរហន្តមួយអង្គព្រះនាមព្រះអន្តគតថេរៈជាប្រធានបញ្ចុះបឋមសីលាព្រះអន្តគតថេរៈនឹងឯងហើយចាត់ចែងឲ្យភិក្ខុសង្ឃរួបរวมក្នុងការកសាងពីចេតិយនឹងឯងធំណាស់នៅជុំវិញហ្នឹងមានទីលានសម្រាប់ដើរប្រតិសិនទៀតខ្ញុំកណ្ដាលសម្បត្តិនឹងទាំងអស់គ្នាដែលទៅហ្នឹងទៅព្រៀងលឹមតិចងាយហើយងាយដែរហើយហើយអង្គុយពីមុខហ្នឹងក៏បានយូរខ្យល់បក់លហើយតិចស្រួលណាស់ណាបានមានទង់ពុទ្ធសាសនា4យកទៅដូចជាកន្លែងហ្នឹងដាក់ពីមុខចេតិយ2ចងនៅ2នឹងញាតិញោមណាទេឲ្យទៅជាមួយទឹកអប់ផងបាញ់ទឹកអប់ផងខ្លាយផ្កាផងហ្នឹងហើយខាងលោកម៉ែសុចិនហ្នឹងគាត់នៅទីហ្នឹងយូរក៏បានជូននៅទៅខួរដល់គាត់ផងហើយទៅចែកដីហ្នឹងចេះទាំងកាលដែលអង្គទីប្រធានសិនតែព្រះថេរៈដែលបានចាត់ចែងកសាងនឹងឯងបានចាត់ឲ្យសាមណេរមួយអង្គជាព្រះអរហន្តណាឈ្មោះសោនុត្តរសាមណេរទៀតទៅយកព្រះធាតុពីពិភពលោកនឹងមកណាសោនុត្តរសាមណេរនឹងបានទៅអរតនីប្រធាតុសុំពីស្ដេចនាគមកទៅជាកនិករាជនឹងបានប្រធាតុនឹងយកមកបញ្ចុះនៅក្នុងសវណ្ណមេលកៈចេតិយនឹងឯងណានៅសប្តាហ៍ថ្ងៃហ្នឹងណាក្នុងសវណ្ណមេលកៈចេតិយហ្នឹងនៅទីខាងជើងព្រះពោធិព្រឹកកន្លះគីឡូនៅទីខាងត្បូងធោបារាមមិនដល់កន្លះគីឡូទេមើលមកច្បាស់ពីធោបារាមដល់ពេលទៅសវណ្ណមេលកៈចេតិយហើយបាននាំគ្នាមកធោបារាមទៅធោបារាមមើលមកសវណ្ណមេលកៈចេតិយ
khơi cu ai chia ra đó khơi tâm cày hay đàn đằng riêng bên cho president rồi cái thiệt đàn ấy chân tới mẹ mình tại bần tràn á tại bần tràn á nơi tới đây có sang ở trên ruồi chứ ruộng tree ấy ruồi ở hai khạc cáo mù nó tiếng khạc cáo mù nơiประเทศไทยcáiนครปฐมนั่นเองนครปฐมนั้นមានปฐมចេតិយរៀងដូចសវណ្ណនាឡិកៈចេតិយយ៉ាងធំចេតិយនៅប្រទេសថៃហ្នឹងក៏ធំដែរហើយខ្ញុំណាដែលមិនទាន់បានទៅប្រទេសស្រីលង្កាហ្នឹងក៏ចូលទៅវាខ្លែកឃើញកញ្ចងទង់ពុទ្ធសាសនាដូចស្រុកខ្មែរយើងហើយចូលដើរជុំវិញហ្នឹងទៅដើរទៅអត់ឃើញទៅមុខទេក៏ចេតិយវាធំឃើញតែថ្ងៃវិលរួចទៅវាវិលមុខឲ្យខ្លួនឯងចេតិយហ្នឹងវាធំហើយនៅសាលាធ្វើជុំវិញចេតិយហ្នឹងនេះនិយាយពីចេតិយក្នុងប្រទេសថៃនគរปฐមណាទេសរសេរចិត្តអក្សរខ្មែរទាំងអស់ទេអក្សរមូលក៏បល័យមូលណាសុខខាងយើងវិជារាសីឡើងហើយសរខ្មែរទាំងអស់នឹងនៅនគរปฐមហើយទៅចេតិយហ្នឹងដូចសវណ្ណនាឡិកៈចេតិយយ៉ាងធំក៏ធំណាស់ធ្វើនេះនិយាយពីសវណ្ណនាឡិកៈចេតិយវិញម្ដងណានិយាយពីសវណ្ណនាឡិកៈចេតិយដែលប្របាទពុទ្ធគាមិនីអភ័យហ្នឹងបាទពុទ្ធគាមិនីអភ័យនឹងធ្វើអត់កាន់រួចគ្រាន់តែទ្រង់ទ្រាយរួចទ្រង់ទ្រាយតែអត់ទាន់បានបោកពីខាងក្រៅនោះអត់ទាន់បានបោកទេហ្នឹងអត់ទាន់បានបោកចឹងទៅក៏អាពាតខ្លាំងឆ្ងាយដំណឹងដល់ស្ដេចប្អូនដល់ម្ចាស់ប្អូនហ្នឹងឲ្យមកបានប្របាទពុទ្ធគាមិនីអភ័យហ្នឹងផ្ដាំផ្ញើរឿងរ៉ាវផ្សេងដាំផ្ញើដើម្បីឲ្យកសាងឲ្យស្រេចប្របាទសទ្ធាទេសៈទៀតដែលជាអ្នកធ្វើឲ្យស្រេចខាងក្រោយមកដែលត្រូវសោយដូចបន្តពីប្របាទពុទ្ធគាមិនីអភ័យណាប៉ុន្តែនៅពេលនឹងឯងព្រះជាប្អូននឹងបានយកសម្ពុតសរុំបច្ចេកដីនឹងដើម្បីឲ្យចាស់បងបានឃើញរុំហើយបានរៀបចំក្បូរក្បាច់រចនាផ្សេងឲ្យចាស់បងបានឃើញចាស់បងអាពាតខ្លាំងណាស់បាននាំយកទៅចិត្តសវណ្ណនាឡិកៈចេតិយនឹងឯងផ្ទុំអាពាតនឹងមកខាងសវណ្ណនាឡិកៈចេតិយមកខាងលោហៈប្រាសាទដែលព្រះអង្គបានចាត់ឲ្យកសាងហ្នឹងណានៅពេលហ្នឹងហើយមានប្រវត្តិរឿងរ៉ាវរបស់ព្រះបាទពុទ្ធគាមិនីអភ័យខ្ញុំកាលណាខ្ញុំបាទនឹងសម្ដែង